ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនត្រូវបានរាយការណ៍មកថាបញ្ជាទិញឧបករណ៍បច្ចេកវិទ្យាដែលគិតជាទឹកប្រាក់នោះគឺខ្ទង់38,000 លានដុល្លារពីសហរដ្ឋអាមេរិកបើទោះបីជាមានច្បាប់រឹតបន្តឹងក៏ដោយតាមការសិក្សាស្រាវជ្រាវពីគណៈកម្មការពិសេសមួយរបស់សហភាពសហរដ្ឋអាមេរិកដែលពិនិត្យអំពីប្រទេសចិនបង្ហាញថាក្រុមហ៊ុនផលិតបន្ទះឈីបចិនបានទិញឧបករណ៍ផលិតឈីបក្នុងចំនួនសរុបប្រមាណ38,000 លានដុល្លារក្នុងឆ្នាំ2024ពីក្រុមហ៊ុននៅសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តដូចជាជប៉ុននិងហូឡង់ទោះបីជាមានការរឹតបន្តឹងការនាំចេញក៏ដោយអំណាចនៃច្បាប់ទាំងនោះមិនអាចទប់ស្កាត់ការបញ្ជាទិញបាននោះទេការទិញនេះត្រូវបានគេដឹងថាធ្វើឡើងស្របទៅតាមច្បាប់បើទោះបីជាមានការទប់ស្កាត់ការចូលបច្ចេកវិទ្យាចុងក្រោយរបស់ចិនច្បាប់នាំចេញហាក់គ្មានសមត្ថភាពពលសហរដ្ឋអាមេរិកជប៉ុននិងហូឡង់មានច្បាប់នាំចេញខុសៗគ្នាប្រទេសចិនបានអនុវត្តយ៉ាងឆ្លាតវៃដើម្បីទិញឧបករណ៍ពីប្រទេសដែលមិនមានកំណត់ដោយសហរដ្ឋអាមេរិកក្រុមហ៊ុនអ្នកផ្គត់ផ្គង់ធំៗដូចជា Applied Materials, Lam Research, KLA ASML និង Tokyo Electron គឺជាក្រុមហ៊ុនចំនួន5ដែលបានផ្គត់ផ្គង់ឧបករណ៍ដល់ចិនច្រើនជាងគេប្រមាណ 30% នៃចំណូលរបស់ពួកគេមកពីអតិថិជននៅចិនសេចក្តីរាយការណ៍បញ្ជាក់ឈ្មោះក្រុមហ៊ុនចិនជាច្រើនដូចជា Weisuo, Xinjiangpeng Jingzhou និង Xin ដែលត្រូវបានគេព្រួយបារម្ភថាអាចជាផ្នែកមួយនៃបណ្ដាញគាំទ្របច្ចេកវិទ្យាដល់ក្រុមហ៊ុន Huawei និងវិស័យយោធាទោះបីជាមានច្បាប់ហាមឃាត់ក៏ដោយការទិញជាច្រើននេះបានកើតឡើងទៅតាមច្បាប់អ្នកវិភាគនិយាយថានេះបង្ហាញពីការចន្លោះប្រហោងផ្នែកច្បាប់ឬភាពងាយស្រួលក្នុងការបំភ្លេចគោលបំណងច្បាប់ប្រទេសដៃគូសម្ព័ន្ធមិត្តមិនបានសម្របសម្រួលច្បាប់ឲ្យស្របគ្នានោះទេដូច្នេះចិនអាចប្រើវិធីផ្សេងៗដើម្បីទិញឧបករណ៍ទាំងនេះបានដោយស្របច្បាប់ដែលមានទឹកប្រាក់ចំនួន38,000 លានដុល្លារគឺជាចំនួនដ៏ច្រើនហើយបង្ហាញថាចិននៅតែអាចសាងសង់សមត្ថភាពផលិតឈីបទំនើបដោយអាស្រ័យលើឧបករណ៍បរទេសឧបករណ៍ទាំងនេះអាចត្រូវប្រើសម្រាប់បច្ចេកវិទ្យាយោធាឬ AI ដែលជាការគំរាមកំហែងដល់សន្តិសុខជាតិការទិញឧបករណ៍ជាច្រើននឹងជួយឲ្យចិនអភិវឌ្ឍឧបករណ៍ផលិតឈីបដោយឯករាជ្យអាមេរិកអាចតម្រូវឲ្យមានសម្ព័ន្ធច្បាប់រួមជាមួយជប៉ុននិងហូឡង់ឲ្យកាន់តែតឹងរ៉ឹងអាចមានការបង្កើនការត្រួតពិនិត្យការដាក់ទណ្ឌកម្មនិងច្បាប់កាន់តែទូលំទូលាយចិននឹងពង្រឹងការវិនិយោគក្នុងបច្ចេកវិទ្យាផលិតឧបករណ៍ជាតិឲ្យកាន់តែរហ័សផែនទីបច្ចេកវិទ្យាអាចត្រូវពុះជាពីរជម្រើសពលគឺពីភាគខាងលិចនិងចិន